សេចក្តីណែនាំសម្រាប់ឪពុកម្ដាយនៅពេលកូនរបស់អ្នកត្រូវបានថែទាំនៅក្នុងផ្នែកថែទាំកុមារតូចទើបនឹងកើត NICU នៃមន្ទីរពេទ្យ Chilbury ការណែនាំអំពីផ្នែកទីតាំងជាន់ទី3អគារ Medical Excellence Center អគារមន្ទីរពេទ្យឈុនបុរីលេខទូរស័ព្ទភ្នាក់ងារសម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកយើងខ្ញុំ24ម៉ោងក្នុងមួយថ្ងៃបន្ទប់ថែទាំទារកទើបនឹងកើតមួយ NICU 1 038 931 038 931 បន្ទប់ថែទាំទារកទើបនឹងកើត2 NICU 2 038 931 038 931 038 931 ពីសេចក្តីណែនាំអំពីការទៅជួបសួរសុខទុក្ខអាចទៅជួបបានរៀងរាល់ថ្ងៃជាពេល3ដូចខាងក្រោមព្រឹកម៉ោង7ទៅម៉ោង8ថ្ងៃត្រង់ម៉ោង 12:00 ត្រេ15:00 ល្ងាចម៉ោង 17:00 ត្រេ20:01 អនុញ្ញាតឲ្យឪពុកម្ដាយឬអ្នកថែទាំកុមារទៅជួបបាន2នាក់ក្នុងមួយលើកមិនឲ្យលើស10នាទីក្នុងករណីមានអ្នកជំងឺដែលកំពុងត្រូវបានជួយសង្គ្រោះជីវិតនៅក្នុងអគារការចូលទស្សនាអាចត្រូវពន្យាពេលដោយបុគ្គលិកនិងជម្រាបជូនជារឿយៗ 2. ត្រូវពាក់ម៉ាស់សុវត្ថិភាពជានិច្ច 3. លាងដៃឲ្យស្អាតមុននិងក្រោយចូលទស្សនាអ្នកជំងឺ 4. ហាមប្រើទូរស័ព្ទនៅក្នុងផ្នែកហាមថតរូបឬកត់សំឡេងនិងវីដេអូមិនអនុញ្ញាតឲ្យទៅជួបនៅក្នុងករណីអ្នកជំងឺមានហានិភ័យដូចខាងក្រោមអ្នកជំងឺដែលឆ្លងវីរុស COVID-19 អ្នកជំងឺដែលមានប្រព័ន្ធភាពមិនធន់ចិត្តខ្សោយការជូនដំណឹងពីកំណើតនិងការធ្វើសត្យប័ត្រឯកសារដែលត្រូវប្រើសម្រាប់ការជូនដំណឹងពីកំណើត 1. ច្បាប់ចម្លងអត្តសញ្ញាណបានឪពុកនិងម្ដាយចំនួន1ច្បាប់ 2. ច្បាប់ចម្លងសៀវភៅស្នាក់នៅរបស់ឪពុកនិងម្ដាយចំនួន1ច្បាប់ 3. ច្បាប់ចម្លងសៀវភៅស្នាក់នៅរបស់ម្ចាស់ផ្ទះច្បាប់ដើមចំនួន1ច្បាប់បើឪពុកម្ដាយមិនមែនជាម្ចាស់ផ្ទះត្រូវភ្ជាប់ឯកសារបន្ថែមច្បាប់ចម្លងអត្តសញ្ញាណបានរបស់ម្ចាស់ផ្ទះចំនួន1ច្បាប់មានហត្ថលេខានិងសរសេរថាខ្ញុំយល់ព្រមឲ្យដល់ចូលដល់ញោបញ្ចូលឈ្មោះទៅក្នុងសៀវភៅស្នាក់នៅលេខមានសម្ព័ន្ធភាពជា 4. ច្បាប់ចម្លងលិខិតបន្ទោឈ្មោះឪពុកម្ដាយបានមានចំនួន1ច្បាប់ 5. ច្បាប់ចម្លងលិខិតឆ្លងដែនប៉ាសប៉តក្នុងករណីឪពុកម្ដាយជាជនបរទេសការជូនដំណឹងពីកំណើតត្រូវធ្វើក្នុងរយៈពេល15ថ្ងៃចាប់ពីថ្ងៃកើតអាចទំនាក់ទំនងដាក់ឯកសារនៅការិយាល័យចុះបញ្ជីអំឡុងការិយាល័យតំបន់ឬអធិការដ្ឋាននៅតំបន់កំណើតក្នុងករណីជូនដំណឹងយឺតនិងផាកពិន័យមិនលើស1បាតកុមារកើតនៃមន្ទីរពេទ្យ Chilbury អាចយកឯកសារទៅជូនដំណឹងនៅចំហៀងបន្ទប់សម្រាប់កូនអគារឆ្លារៈជាន់ទី1ការធ្វើសត្យប័ត្រមានដំណើរការដូចខាងក្រោម 1. តាក់ទងគិលានុបដ្ឋាយិកានៅក្នុងនាយកដ្ឋានដែលកុមារកំពុងត្រូវបានព្យាបាលដើម្បីទទួលបានវិញ្ញាបនបត្រឯកសារដែលត្រូវប្រើ 1.1 ច្បាប់ចម្លងអត្តសញ្ញាណបានឪពុកម្ដាយចំនួន1ច្បាប់ 1.2 ច្បាប់ចម្លងលិខិតបញ្ជាក់ការកំណើតចំនួន2ច្បាប់ 1.3 ច្បាប់ចម្លងលិខិតជូនដំណឹងផ្លាស់ទីស្នាក់នៅចំនួន2ច្បាប់ 1.4 លិខិតផ្ញើទៅព្យាបាលក្នុងករណី Refer 2 យកឯកសារទាំងនេះទៅតកុមារវិទ្យាសាស្ត្រអគារ Chelim Prakirti ជាន់ទី2បង្អួចលេខ1ដើម្បីបញ្ចូលឈ្មោះកុមារកើតថ្មីបន្ទាប់មកត្រូវពិនិត្យឯកសារដែលបុគ្គលិកស្នើជូនដើម្បីផ្ទៀងផ្ទាត់ឈ្មោះថ្ងៃខែឆ្នាំកំណើតអក្ខរាវិរុទ្ធនិងអក្សរបានត្រឹមត្រូវតាមលិខិតកំណើត 3. បន្ទាប់មកយកឯកសារទៅបង្អួចលេខ2ឬ3ដើម្បីដំណើរការធ្វើសិទ្ធិនិងទទួលឯកសារវិញ 4. យកឯកសារទាំងអស់មកផ្នែកដែលកុមារថែទាំហាមយកឯកសាររបស់មន្ទីរពេទ្យទៅផ្ទះជាដាច់ខាត 5. ក្រៅម៉ោងការងារ
15.00 ត្រេ20.00 និងថ្ងៃឈប់សម្រាកសាធារណៈអាចទំនាក់ទំនងបន្ទប់កាតបន្ទាន់តឆ្លើយយោវ័នជាន់ទី1មុខចំណុចជ្រើសរើសអ្នកជំងឺគ្រោះថ្នាក់ក្នុងករណីប្រាសិទ្ធរដ្ឋឬរដ្ឋាភិបាលត្រូវធ្វើលិខិតផ្ញើចេញពីអង្គភាពនាំយកឯកសារដើមនិងចម្លងចំនួន2ច្បាប់ដើម្បីពិនិត្យសិទ្ធិនៅមជ្ឈមណ្ឌលធានារ៉ាប់រងសុខភាពមន្ទីរការធ្វើសិទ្ធិបត្តិនៅក្នុងករណីជាជនបរទេសដកក្នុងករណីដែលនិយោជករស់នៅក្នុងតំបន់ស្រុកក្រុងខេត្តឈុំបុរីត្រូវយកសៀវភៅអត្តសញ្ញាណប័ណ្ណនិងអត្តសញ្ញាណប័ណ្ណនិយោជកមកទិញសិទ្ធិព្យាបាលនៅមន្ទីរពេទ្យឈុំបុរីដល់ក្នុងករណីដែលនិយោជករស់នៅក្រៅតំបន់ស្រុកក្រុងខេត្តឈុំបុរីត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនិងអត្តសញ្ញាណប័ណ្ណនិយោជកមកដាក់ពាក្យសុំសិទ្ធិព្យាបាលនៅមន្ទីរពេទ្យដែលឪពុកម្ដាយបានចុះឈ្មោះសុខភាពដកបើឪពុកម្ដាយមិនមានសិទ្ធិព្យាបាលមិនអាចទិញសិទ្ធិព្យាបាលបានឡើយត្រូវបង់ថ្លៃព្យាបាលទាំងអស់